ជំរាបសួរលោកគ្រូខ្ញុំឈ្មោះស៊ីថាខ្ញុំមកពីក្រុម AC1 ថ្ងៃនេះខ្ញុំមក record វីដេអូដែលនិយាយទៅនឹង basic comment part 2 គឺខ្ញុំនិយាយពី comment មួយ block ខាងនេះហើយមួយ block ខាងនេះខ្ញុំបាន record វីដេអូរួចហើយគឺនៅក្នុង part 1 អញ្ចឹងបន្តមកទៀតខ្ញុំចូលមកកាន់ Git base comment ដំបូងគឺខ្ញុំនិយាយ comment MKD នេះយើងបង្កើតវាដើម្បីបង្កើត directory អញ្ចឹងមុននឹងការបង្កើត directory អញ្ចឹងជាដំបូងខ្ញុំទៅធ្វើការ install tree ជាមុនសិនអញ្ចឹងខ្ញុំវាយ sudo apt update សម្រាប់ខ្លឹមមួយហើយ sudo apt install treeចឹងបន្ទាប់ពីខ្ញុំធ្វើការ install ហើយចឹងខ្ញុំប្រើ mkdir command អញ្ចឹងខ្ញុំទៅបង្កើត folder mkdir ខ្ញុំកើត folder sv1 មួយបន្តមកទៀតខ្ញុំ ls មើលចឹងខ្ញុំបាន command sv1 មួយហើយខ្ញុំបង្កើតមួយទៀត mkdir sv1 អក្សរតូចចឹងខ្ញុំ ls មើលចឹងខ្ញុំមានពីរ sv1 អក្សរតូចនិង sv1 អក្សរធំបើសិនបើនៅក្នុង Windows sv1 អក្សរតូចជាអក្សរធំគឺវាយកតែមួយប៉ុន្តែនៅក្នុង Linux គឺវាអក្សរតូចគឺអក្សរតូចអក្សរធំគឺអក្សរធំគឺវាខុសគ្នាវាបែងចែកគ្នាដាច់តទៅទៀតខ្ញុំចូលទៅកាន់ cd ទៅកាន់ sv1 ហើយបន្តមកទៀតខ្ញុំប្រើ command pw ដើម្បី pwd ដើម្បី show full path អញ្ចឹងនេះជា path មួយគឺដំបូងគឺវាចូលមក home sv1 អក្សរតូចនិង sv1 អក្សរធំអញ្ចឹងខ្ញុំ clear screen មួយសិនបន្តមកទៀតខ្ញុំបង្កើត folder student mkdir student 1 student 2 student 3តទៅទៀតខ្ញុំ enter ចឹងខ្ញុំ ls មើលចឹងនេះជាអ្វីដែលខ្ញុំបានបង្កើតមិញបន្តមកទៀតខ្ញុំនឹងធ្វើការ delete ទៅលើ student 3អញ្ចឹងខ្ញុំដើម្បី delete គឺ rm dir student 3ចឹងខ្ញុំ ls មើលចឹងវាសតទៅពីរទេគឺ student 1ហើយនិង student 2បន្ទាប់ពីខ្ញុំធ្វើការ delete student 3ហើយខ្ញុំទៅបង្កើត folder មួយទៀតបង្កើត directory ដែលខ្ញុំនឹងបង្កើតវាជា list ចឹងខ្ញុំ mkdir teacherដក1ចឹងខ្ញុំបង្កើតវាពី1ដល់10ចឹងមានន័យថាវានឹងមាន10 file ចឹងខ្ញុំ enter មកហើយខ្ញុំ ls មើលចឹងនេះគឺ teacher 1 2 3រហូតដល់10ហើយខ្ញុំទៅធ្វើការ delete teacher នឹងវិញ
ចឹងខ្ញុំ comment ដើម្បីធ្វើការ delete គឺខ្ញុំប្រើ OMD OMD teacher ដក1ពី1ដល់10ហើយខ្ញុំ LS មើលចឹងខ្ញុំបាន delete វាហើយចឹងបន្តមកទៀតខ្ញុំបង្កើតfolder បន្តទៀតគឺខ្ញុំកើត Mkdia ដក P ដែល P ហ្នឹងវាជា parent citec /1 teacher /student ដក PA.F ចឹងមានន័យថាខ្ញុំបង្កើតcitec មួយហើយក្នុង citec ហ្នឹងមាន teacher ហើយនៅក្នុង teacher ហ្នឹងមាន student PA.F ហើយខ្ញុំ enter តោះមកខ្ញុំ tree មើលជានេះជា folder ដែលខ្ញុំបានបង្កើតដោយសារតែមុននេះគឺខ្ញុំច្រឡំបង្កើតC-sharp ហើយនឹង folder នេះចឹងវា show មកទាំងអស់ដោយសារតែមុននេះខ្ញុំច្រឡំធ្វើខាងក្រោយខ្ញុំប្រើ tag មុនចឹងខ្ញុំ clear screen មួយសិនបន្តមកទៀតខ្ញុំចង់ delete ចឹង OMD citec /1 ចឹងបើសិនបើខ្ញុំលុបខ្ញុំចង់លុប file មិញដែលខ្ញុំបង្កើតប៉ុន្តែបើខ្ញុំធ្វើការលុបបែបនេះគឺវាលុបអត់បានទេដោយសារតែនៅខាងក្នុងហ្នឹងវាមាន sub folder ចឹងបើសិនបើខ្ញុំចង់លុបfolder មិញចឹងខ្ញុំត្រូវប្រើ OMដក R ដក F ហើយខ្ញុំវាយឈ្មោះ citec ឬក៏ខ្ញុំអាចប្រើបានវិធីទៀតគឺខ្ញុំប្រើតា OM ដក OF citec ចឹង R ហ្នឹងមានន័យថាវានឹងធ្វើការចាប់ផ្ដើមលុបម្ដងមួយដែលវា start ពី sub folder ខាងក្រោមចឹងហើយវាលុបពីក្រោមឡើងលើហើយដល់ F ហ្នឹងមានន័យថា file ណាដែលវាកំពុងតែ process ចឹងទោះបីវា process ក៏ដោយក៏ខ្ញុំអាចធ្វើការលុបវាបានដែរតមកទៀតខ្ញុំ enter ហើយខ្ញុំ ls មើលចឹងខ្ញុំបានលុបវាអស់ហើយបន្តមកទៀតខ្ញុំទៅបង្កើត folder បន្តទៀត mkdia p ដក p ហ្នឹងគឺ parent នៃ citec /1 ហើយ ta tb និង tc ហើយខ្ញុំ/មួយទៀត st ហើយនៅក្នុង st ហ្នឹងមានst
1 2 3 ពី1 13 ហើយនៅក្នុង xt 1 2 3នឹងមានC sharp C++ C++ Java Java C តោះគេខ្ញុំ enter ហើយខ្ញុំ tree វាមើល tree ស៊ីតិច slash ចឹងនេះជាអ្វីដែលខ្ញុំបានបង្កើតចឹងដំបូងនោះគឺស៊ីតិចហើយនៅក្នុងស៊ីតិចហ្នឹងមាន TA TB ហើយនឹង TC ហើយនៅក្នុងTA ហ្នឹងមាន ST1 ST2 និង ST3 ហើយនៅក្នុង ST1 ST2 ST3 ហ្នឹងវាមាន C sharp ភាសា C C++ ហើយនិង Java ចឹងខ្ញុំ clear screen មួយសិនបន្តមកទៀតខ្ញុំចង់លុបTA ហើយនិង TC ចឹងខ្ញុំប្រើ command rm dot r ហ្នឹងវានឹងធ្វើការចាប់ផ្ដើមលុបម្ដងមួយហើយ app នេះគឺ file ណាដែលកំពុងដំណើរការក៏ខ្ញុំអាចលុបវាបានដែរស៊ីតិច slash TA TC ហើយខ្ញុំ tree មើលជាងនេះស៊ីតិចហើយចឹងខ្ញុំបានលុបTA និង TC អញ្ចឹងវានៅតែ TB ទេហើយខ្ញុំ clear screen មួយហើយបន្តមកទៀតនោះគឺខ្ញុំទៅបង្កើត file command ដែលខ្ញុំបង្កើត file ហ្នឹងគឺ touch student dot exe តើខ្ញុំ ls មើលបើសិនបើនៅក្នុង Windows student.exe ហ្នឹងមានន័យថាវាជា extension ប៉ុន្តែនៅក្នុងLinux គឺវាជា folder ឬក៏ជា file ធម្មតាវាមិនមែនជា extension ទេអញ្ចឹងបន្តមកទៀតខ្ញុំបង្កើតខ្ញុំ touch C sharp dot pdf បន្តមកទៀតខ្ញុំ ls មើលជាងនេះ C sharp dot pdf ចឹងវាជា file ឈ្មោះ file ធម្មតាទេវាមិនមែនជា extension .pdf ទេប៉ុន្តែនៅក្នុង Windows គឺវាបើសិនជាមានឈ្មោះបែបនេះវាជា extension .pdf ហើយបន្តមកទៀតខ្ញុំទៅបង្កើតខ្ញុំប្រើ touch ខ្ញុំបង្កើតវាជា text file touch C sharp dot cs js dot jar in dot php
node.js text.txt ចឹងខ្ញុំបញ្ជាក់ម្ដងទៀត touch csap.cs js.jar in.php node.js text.txt ចឹងតាមទៀតខ្ញុំ enter ចឹងខ្ញុំអត់អេសមើលចឹងនេះជាtext file ដែលខ្ញុំបានបង្កើតមិញហើយបន្តមកទៀតខ្ញុំទៅបង្កើតខ្ញុំដាក់វាជា list ម្ដងចឹងខ្ញុំកាត់វាជា list touch ខ្ញុំប្រើ touch ctext /1 ហើយខ្ញុំបើកវងខ្យល់ខ្ញុំដាក់វានៅខាងក្នុង csap.cs ខ្ញុំប្រើ command មួយដើម្បីផ្ដាច់វា js.jar in.php command មួយ node.js and text.txt ចឹងខ្ញុំបញ្ជាក់មកទៀតខ្ញុំប្រើ command touch ctext /csap.cs ja.jar in.php node.js text.txt ចឹងខ្ញុំ enter មកហើយបន្តមកទៀតខ្ញុំទៅធ្វើការបង្កើត file មួយជា list ចឹងខ្ញុំប្រើ touch ctext /csap.cs command មួយ js.jar in.php node.js and text.txt ចឹងខ្ញុំបញ្ជាក់មកទៀតខ្ញុំប្រើ command touch កាត់ folder មួយ ctext ហើយនៅក្នុង ctext ហ្នឹងមាន csap.cs ja.jar in.php node.js text.txt ចឹងបន្តមកទៀតខ្ញុំ enter ហើយខ្ញុំ3មើលចឹងនេះជា folder ដែលខ្ញុំបានបង្កើតចឹងនៅក្នុង ctext មាន csap.cs in.php js.jar and node. ហើយបន្តមកទៀតខ្ញុំចង់ delete ctext csap.cs មួយចឹងខ្ញុំប្រើ om.orf
ស៊ីតិចខ្លះcc.cs ជាខ្ញុំទៅកាន់ស៊ីតិច/ចឹងfolder មិញស៊ីសាប់ស៊ីអេណាខ្ញុំបាន delete វាហើយចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណលោកគ្រូជំរាបលាលោកគ្រូ